បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះក្មួយសាលនឹកឃើញចឹងឃ្លានណាក្រុមស្ងោទឹកម្រេចចលក់ទឹកម្រេចចឹងណាពុកម៉ែបងប្អូនបាទកាលមុនសបោណាបងប្អូនអើយក្រុមនៅតាមស្រះនេះបាទតែរសារទឹករៀងឡើងចឹងទៅក៏បាត់ក្រុមអស់ប្រហែលជាចោះទៅក្នុងទឹកវិញព្រោះអីមាននៅតាមចរែលចឹងច្រើនហើយនេះក៏ដើររមើលក្រុមបាទចោះទឹកក៏ឡើងកោកចោះទឹកវិញថាបើសិនតារមបានចប់ហើយថ្ងៃនេះធ្វើម៉េចយ៉ាងណារកឲ្យបានហូបបាទបានអីប៉ះអីយហ្នឹងបាទសំខាន់តែមានហូបបាទនេះក៏ដើររមើលឆ្វេងមើលស្ដាំមើលមុខមើលក្រោយបាទតើមានអ្វីមានក្រុមអីទៀតអត់ខ្លះមានខ្លះអីចឹងណាពុកម៉ែបងប្អូនប៉ុន្តែចៃដន្យសំណាងល្អបងប្អូនអើយដើរឡើងដើរចុះបាទអោនងើបឡើងចុះស្រាប់តែបាទនេះបងប្អូនអើយនេះបាទនេះក៏ជួបប្រទេសនឹងពងទាបាទពងទាមួយសម្បុកយ៉ាងធំបងប្អូនអើយបាទពេលនោះហើយមួយសាលក៏អយ៉ាងខ្លាំងក៏រើសពងទានោះរើសដាក់តែប៉ុណ្ណេះដឹងតែបានទឹកម្រេចចលក់ហូបឆ្ងាញ់ទៀតហើយពុកម៉ែបងប្អូនអើយបាទនេះរើសដាក់នេះក៏បានរើសបានច្រើនគួរសមបាទល្មមមកស្ងោតែម្ដងពុកម៉ែបងប្អូនបាទនេះក៏ដើរឡើងមកលើវិញហើយដោយសារបានពងទាចឹងហើយណាពុកម៉ែបងប្អូនហើយក៏ត្រៀមបាទអខ្លាំងណាស់បាទចឹងហើយក៏រត់បាទចង់បែកពងទាអស់ហើយពុកម៉ែបងប្អូនបាទហើយក៏យកមកលាងទឹកស្រះមួយទៀតដើម្បីលាងសម្អាតយកស្ងោចឹងណាពុកម៉ែបងប្អូនបាទមើលទៅថាលាងចិត្តរួចរាល់ហើយក៏ត្រៀមយកទៅស្ងោតែម្ដងបាទដាក់ពលក្រៃហើយមានលក្រូចដើម្បីឲ្យមានរសជាតិដាក់ជែកខ្លះចឹងទៅបាទនេះក៏បានត្រៀមហើយដាក់ទឹកម្រេចបាទហើយនឹងគោះពងទាផុងបាទដើម្បីញ៉ាំតែដោយសារពងទានឹងក្តៅបន្តិចម៉ែបងប្អូនអើយញ៉ាំមិនបានសូវលឿនសោះតែដោយសារពេលល្ងាចពេកចឹងហើយក៏មិនសូវមានពេលវេលាវិញបាទយកស្រូតតែម្ដងបាទដាក់ទឹកម្រេចជាមួយពងទាបាទមកទៅទំនងឆ្ងាញ់ណាស់ពុកម៉ែបងប្អូនបាទបូករួមជាមួយនឹងទេសភាពបាទគល់លក្រៃបាទនៅពីក្រោយហ្នឹងបងប្អូនបាទហ្នឹងហើយពុកម៉ែបងប្អូនមិនដាក់យកហើយពុកម៉ែបងប្អូនបាទហើយឆ្ងាញ់ណាស់បងប្អូនអើយបាទនេះមួយសាលដាក់យកហើយបាទចឹងហើយរៀងក្តៅបន្តិចហើយតែដោយសារតែពងទាមានរសជាតិឆ្ងាញ់ក៏ទ្រាំបន្តិចទៅបាទហ្នឹងហើយដាក់យកបាទហ្នឹងហើយបងប្អូនបាទវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងមិនពេលវេលាច្រើនទៀតទេបងប្អូនបាទគឺមានតែប៉ុណ្្នឹងឯងហ្នឹងហើយអរគុណបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បាទមួយសាលសូមជម្រាបលាបងប្អូនបាយបាយ